សម្រាប់យើងគ្រប់គ្នាគឺផ្ដោតតែសង្គ្រាមនៅលើតំបន់មជ្ឈមបូព៌ាក៏ដូចជាសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែនប៉ុន្តែពេលនេះគឺសហគមន៍អន្តរជាតិនឹងបានព្រួយបារម្ភយ៉ាងខ្លាំងចំពោះកូរ៉េខាងជើងដែលបានប្រកាសខ្លួនថាបានធ្វើតេស្តនៅប្រព័ន្ធមីស៊ីលចំនួនថ្មីដោយជោគជ័យដែលត្រូវបានគេចាត់ទុកថាជាជំហានដ៏សំខាន់មួយនៅក្នុងការពង្រឹងនូវសមត្ថភាពយោធានិងការការពារជាតិរបស់ទីក្រុងព្យុងយ៉ាងការប្រកាសមួយនេះបានកើតឡើងនៅពេលដែលមានភាពតានតឹងនៅឧបទ្វីបកូរ៉េនិងតំបន់ប៉ាស៊ីហ្វិកកំពុងកើនឡើងដោយសារតែការប្រកួតប្រជែងផ្នែកយោធានឹងរវាងប្រទេសមហាអំណាចនិងសម្ព័ន្ធមិត្តក្នុងតំបន់នឹងបានកើតឡើងជាញឹកញាប់ហើយប្រព័ន្ធផ្សព្វផ្សាយរបស់កូរ៉េខាងជើងក៏បានរាយការណ៍ដូចគ្នាថាមេដឹកនាំលោកគីមចុងអ៊ុននឹងបានចូលរួមត្រួតពិនិត្យការធ្វើតេស្តនេះដោយផ្ទាល់និងបានសរសើរថាប្រព័ន្ធមីស៊ីលថ្មីមួយនេះមានសមត្ថភាពខ្ពស់នៅក្នុងការវាយប្រហារគោលដៅឆ្ងាយនិងអាចគេចផុតពីប្រព័ន្ធការពារមីស៊ីលរបស់សត្រូវបានយ៉ាងងាយស្រួលហើយមន្ត្រីយោធាកូរ៉េខាងជើងក៏បានអះអាងថាបច្ចេកវិទ្យាថ្មីមួយនេះអាចបង្កើននូវសមត្ថភាពទប់ស្កាត់និងការការពារអធិបតេយ្យភាពរបស់ប្រទេសខ្លួននឹងបានយ៉ាងមានប្រសិទ្ធភាពអ្នកវិភាគនយោបាយក៏បានលើកឡើងថាការធ្វើតេស្តមួយនេះអាចពាក់ព័ន្ធនឹងមីស៊ីលល្បឿនលឿន hypersonic ឬក៏ប្រព័ន្ធមីស៊ីលបាញ់មីស៊ីលនឹងចល័តដែលអាចធ្វើឲ្យប្រព័ន្ធការពារមីស៊ីលរបស់សត្រូវនឹងពិបាកទប់ស្កាត់ប្រសិនបើការអភិវឌ្ឍមួយនេះជោគជ័យពិតប្រាកដមែនគឺវាអាចផ្លាស់ប្ដូរនៅតុល្យភាពយោធានៅក្នុងតំបន់និងបង្កើនការព្រួយបារម្ភសម្រាប់កូរ៉េខាងត្បូងជប៉ុននិងសហរដ្ឋអាមេរិកនឹងគឺកាន់តែខ្លាំងនៅក្នុងសេចក្តីថ្លែងការណ៍ផ្លូវការរបស់រាជរដ្ឋាភិបាលកូរ៉េខាងជើងបានអះអាងថាការអភិវឌ្ឍអាវុធរបស់ខ្លួននេះគឺជាការឆ្លើយតបទៅនឹងសកម្មភាពយោធាខ្លួនរួមមានប្រទេសអាមេរិកនិងកូរ៉េខាងត្បូងដែលទីក្រុងព្យុងយ៉ាងនឹងបានចាត់ទុកថាជាការគំរាមកំហែងដោយផ្ទាល់ដល់សន្តិសុខជាតិក្នុងរយៈពេលចុងក្រោយនេះហើយកងទ័ពអាមេរិកនិងកូរ៉េខាងត្បូងនឹងក៏បានបង្កើននៅសម្ពាធយោធារួមនិងការដាក់ពង្រាយនៅអាវុធទំនើបនៅតំបន់ហ្នឹងផងដែរហើយអ្នកវិភាគនយោបាយក៏បានបញ្ជាក់ថាលោកគីមចុងអ៊ុននេះកំពុងតែផ្ដោតយ៉ាងខ្លាំងទៅលើការពង្រឹងនូវសមត្ថភាពយោធាដើម្បីបង្កើននូវឥទ្ធិពលរបស់ប្រទេសនិងការធានាថារបបដឹកនាំរបស់ខ្លួនគឺអាចប្រឈមមុខនឹងសម្ពាធអន្តរជាតិបានហើយកូរ៉េខាងជើងក៏បានបន្តដូចគ្នាថាការអភិវឌ្ឍកម្មវិធីមីស៊ីលមួយនេះនិងអាវុធនុយក្លេអ៊ែរទោះបីជាប្រឈមមុខនឹងទណ្ឌកម្មសេដ្ឋកិច្ចពិភពលោកយ៉ាងតឹងរ៉ឹងពីអង្គការសហប្រជាជាតិក៏ដោយក៏លោកនៅតែបន្តដើម្បីការពារនៅដែនអធិបតេយ្យភាពរបស់ខ្លួនក្រោយការប្រកាសមួយនេះគឺជប៉ុននិងកូរ៉េខាងត្បូងក៏បានបង្កើននៅការតាមដានស្ថានភាពមួយនេះទៅនឹងប្រព័ន្ធការពារអាកាសរបស់ខ្លួនហើយមន្ត្រីការពារជាតិរបស់ជប៉ុនក៏បានបញ្ជាក់ថាការធ្វើតេស្តមីស៊ីលរបស់កូរ៉េខាងជើងនេះគឺជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរទៅដល់សន្តិសុខនៅក្នុងតំបន់និងសន្តិភាពអន្តរជាតិផងដែរក្នុងពេលតែមួយនេះដែរគឺសហរដ្ឋអាមេរិកបានអំពាវនាវឲ្យកូរ៉េខាងជើងនឹងបញ្ឈប់នៅសកម្មភាពមួយនេះជាបន្ទាន់ដែលអាចបង្កនូវភាពតានតឹងនិងត្រឡប់ទៅកាន់ការចរចាអំពីការរំសាយនៅអាវុធនុយក្លេអ៊ែរប៉ុន្តែមន្ត្រីរបស់ប្រទេសអាមេរិកក៏បានព្រមានបន្ថែមថាការបន្តអភិវឌ្ឍមីស៊ីលនិងអាវុធនុយក្លេអ៊ែរមួយនេះអាចនាំឲ្យមានការឆ្លើយតបបន្ថែមពីសហគមន៍អន្តរជាតិដូចគ្នាអ្នកជំនាញផ្នែកសន្តិសុខក៏បានលើកឡើងថាការប្រកួតប្រជែងនៅផ្នែកយោធានៅអាស៊ីប៉ាស៊ីហ្វិកនេះកំពុងតែកើនឡើងយ៉ាងខ្លាំងហើយក៏បានធ្វើឲ្យពិភពលោកនឹងកំពុងតែចាប់អារម្មណ៍ទាក់ទងនឹងបណ្ដាប្រទេសនៅក្នុងតំបន់កំពុងតែបង្កើននូវការចំណាយទៅលើយោធានិងការអភិវឌ្ឍនៅប្រព័ន្ធការពារថ្មីៗដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងមួយនេះដែលកំពុងកើតឡើងលើពីនេះទៀតគឺអ្នកវិភាគបានបញ្ជាក់បន្ថែមថាការធ្វើតេស្តមីស៊ីលថ្មីរបស់កូរ៉េខាងជើងនេះក៏អាចឈានដោយទៅជាសារមួយទៅសម្រាប់នយោបាយមួយទៅកាន់ពិភពលោកផងដែរហើយទីក្រុងព្យុងយ៉ាងហ្នឹងក៏អាចកំពុងបង្ហាញថាខ្លួននៅតែមានសមត្ថភាពយោធាយ៉ាងខ្លាំងនិងមិនចោះចាញ់ចំពោះសម្ពាធទៅលើដែលបានដាក់ពីលោកខាងលិចសម្រាប់ប្រជាជននៅតំបន់អាស៊ីប៉ាស៊ីហ្វិកក៏កំពុងតែមានការតាមដាននៅស្ថានភាពមួយនេះយ៉ាងជិតស្និទ្ធហើយមនុស្សជាច្រើនហ្នឹងបានមានការព្រួយបារម្ភថាប្រសិនបើមានភាពតានតឹងបន្តកើនឡើងនោះគឺវាអាចនឹងនាំឲ្យមានវិបត្តិសន្តិសុខនឹងធ្ងន់ធ្ងរឬក៏ប្រឈមមុខនឹងយោធាដែលអាចប៉ះពាល់ទៅដល់សេដ្ឋកិច្ចនិងសន្តិសុខក្នុងតំបន់ដូចគ្នាអ្នកជំនាញការទូតក៏បានអំពាវនាវឲ្យមានភាគីទាំងពីរឬក៏ភាគីដែលពាក់ព័ន្ធទាំងអស់ហ្នឹងប្រើប្រាស់នៅការទូតនិងការចរចាដើម្បីកាត់បន្ថយនូវភាពតានតឹងមួយនេះហើយពួកគេក៏បានព្រមានថាការបន្តប្រកួតប្រជែងផ្នែកអាវុធនិងការធ្វើតេស្តមីស៊ីលនេះវាអាចបង្កឲ្យមានការយល់ច្រឡំបន្ថែមនិងហានិភ័យនៃការប៉ះទង្គិចគ្នាដោយចៃដន្យគឺនឹងកើតមានឡើងភ្លាមៗសម្រាប់កូរ៉េខាងជើងការអភិវឌ្ឍប្រព័ន្ធមីស៊ីលថ្មីមួយនេះគឺជាការបង្ហាញក៏ដូចជាផ្នែកមួយនៃយុទ្ធសាស្ត្ររយៈពេលវែងនៅក្នុងការពង្រឹងនៅកម្លាំងយោធានិងការរក្សានូវឥទ្ធិពលរបស់របបដឹកនាំខ្លួនគណៈដែលសហគមន៍អន្តរជាតិហ្នឹងគឺព្យាយាមទប់ស្កាត់កម្មវិធីអាវុធរបស់ទីក្រុងព្យុងយ៉ាងហើយកូរ៉េខាងជើងក៏នៅតែបន្តបង្ហាញថាខ្លួនមិនមានបំណងបញ្ឈប់ការអភិវឌ្ឍអាវុធទំនើបនេះឡើយ
សរុបមកវិញគឺការប្រកាសធ្វើតែប្រព័ន្ធមីស៊ីលថ្មីរបស់កូរ៉េខាងជើងនេះអាចបង្កឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំងពីសហគមន៍អន្តរជាតិនិងបង្ហាញថាភាពតានតឹងនៅឧបទ្វីបកូរ៉េនិងតំបន់អាស៊ីប៉ាស៊ីហ្វិកហ្នឹងគឺនៅតែបន្តកើនឡើងខណៈដែលភាគីទាំងអស់ហ្នឹងបង្កើននូវសមត្ថភាពយោធារបស់ខ្លួនហើយពិភពលោកក៏កំពុងរង់ចាំមើលថាតើការទូតហ្នឹងអាចជួយបន្ធូរបន្ថយវិបត្តិនេះបានឬក៏ប្រកួតប្រជែងអាវុធហ្នឹងវាកាន់តែធ្ងន់ធ្ងរក្នុងពេលអនាគតដូច្នេះហើយទាំងអស់នេះគឺជាការសង្ខេបរបស់ខ្ញុំមកចេញពីសារព័ត៌មានរបស់កូរ៉េខាងជើងដូច្នេះហើយយើងមានតែរងចាំមើលបន្តថាការចរចាការទូតក៏ដូចជាការបញ្ឈប់នៅកម្មវិធីអាវុធនុយក្លេអ៊ែរនេះអាចនឹងទៅរួចដោយមានការសំណូមពរពីសហរដ្ឋអាមេរិកឬក៏អត់ដូច្នេះហើយខ្ញុំក៏សូមអរគុណអ្នកទាំងអស់គ្នាដែលបានស្ដាប់ព័ត៌មានមួយនេះពីដើមដល់ចប់ហើយខ្ញុំក៏សំណូមពរម្ដងទៀតជួយចុច like និង subscribe មកកាន់ channel របស់ខ្ញុំផងដើម្បីទទួលបាននូវព័ត៌មានបន្ថែមថ្មីៗនិងទាន់ហេតុការណ៍ដូច្នេះខ្ញុំក៏អរគុណច្រើនហើយសូមជម្រាបលាអ្នកទាំងអស់គ្នា